ហ៊ានទី2ចាប់ដើម config service របស់ VPN routing and remote access ដោយមកសំដៅលើម៉ាស៊ីនរបស់យើងឈ្មោះម៉ាស៊ីនយក config and enable routing and remote access ចឹងកន្លែងនេះយើងយក remote access ដែល app or VPN នេះយើងសម្រាប់ VPN បាទចឹងកន្លែងនេះគឺយើងមាន2មានន័យថាកន្លែងនេះខ្ញុំមានបង្ខាត់ដល់13ប៉ុន្តែកណ្ដាលនេះខ្ញុំអត់យកទេខ្ញុំសិក្សាតែ LAN ហើយនឹង WAN ចឹង connection internet IP ក៏ network របស់ WAN ហ្នឹងគឺយើងមាន IP 203.144.11.34 និង IP របស់ LAN ហ្នឹង IP 192.001 ចឹងនេះជា IP របស់ក្នុង machine server ចឹងកន្លែងទី1ហ្នឹងត្រង់កន្លែងខ្ញុំយក WAN តមកកន្លែងនេះខ្ញុំយក LAN តមកកន្លែង from specify rank IP យើងកំណត់ rank assign ឲ្យខ្លួនឯងកន្លែងជា DHCP យ៉ាងម៉េចចាលុះត្រាញ់ធ្វើ DHCP នេះយើងត្រូវកំណត់ខ្លួនឯងយកក្រោម add ចឹងកន្លែងនេះយើង add IP ក្នុង rank កន្លែង LAN មិនថា LAN IP LAN យើងគឺ rank ចាប់ពីលេខ1រហូតដល់254ចានេះរបស់វាចាប់បាន254 IP you know នេះជា DHCP ទេយើងបាច់អូខេមកបន្ទាប់មកយើងចូលទៅក្នុងការ config របស់វាចូលក្នុង ISA ឈ្មោះ machine local IP routing ហើយទៅកំណត់ក្នុង static root new static root ចឹងដំណាក់កាលទី1នៅត្រង់ LAN នេះគឺយើងដាក់ IP network ID ត្រង់ LAN របស់យើងចឹងនេះគឺជា network ID ចឹងបើសិនបើ subnet mask ឬ mask bit យើងប្រើព្រួលគឺយើងធ្វើតាមនឹងដោយសារនៅក្នុង LAN នេះខ្ញុំដាក់ IP 192ដែលមាន mask bit 24 mask bit ចឹងវាជា class C full ស្មើ network ID 3 byte ចឹងដោយសារ IP យើង00បើសិនតែ IP យើងដាក់ 192.168.01ចឹងកន្លែងនេះត្រូវ168លេខ1ដែរចឹងដោយសារ network របស់យើងកន្លែងនេះនៅត្រង់ LAN យើងដាក់00ចឹងបានកន្លែងនេះខ្ញុំសេ00ដែរនេះគឺជា IP របស់ machine server របស់យើងដល់មកទៀតយើង add មួយទៀត add នៅត្រង់កន្លែង WAN អញ្ចឹង WAN នេះយើងអត់ខ្វល់ខាងណាខាង internet គឺយើងដាក់00តមកទៀតយើងចូលទៅក្នុង remote ហើយយើង right click យក new next ចឹងឡើយដាក់ឈ្មោះអីក៏បានដែរទៅចិត្តអូនដាក់ remote VPN ចឹងទៅចឹងកន្លែងនេះយើង add group របស់យើងមានថាយើងជ្រើសរើស group ដែលយើងបង្កើតនៅក្នុង Activity នេះគឺជា group ដែលយើងបានបង្កើតនៅក្នុង Activity ចឹងកន្លែងយើងមិនចាំបាច់កែទេដល់ switch 2លើងចេញយើងយកតានេះព្រោះ switch វា veranda 128 bit តមកទៀតនេះគឺជា connection ដែលយើងទៅបង្កើតមិញ remote VPN បន្តមកយើង right click លើវាយក property
add ចឹងកន្លែងនេះយើងយក tunnel Thai add តមកទៀតយើងយកនៅក្នុងការធ្វើ VPN វាមាន VP មួយ point to point channel protocol ហើយនឹងមួយទៀតនឹង layer 2 channel protocol បាទអានេះគឺជា security របស់ VPN 2ហ្នឹងអញ្ចឹងនេះយើងយក point to point យកតែមួយបានហើយ add បាទចឹងចំណុចនេះក្នុងការដំឡើង VPN ត្រូវបានបញ្ចប់